Nà naខ្លះត្រូវបានគេទាញ account Telegram ចូលគ្រប់ឬក៏ channel ដែលយើងមិនពេញចិត្តដោយមិនដឹងខ្លួនសោះតោះមិនដឹងអំពីវិធីសាស្ត្រទប់ស្កាត់ទាំងអស់គ្នាអូខេដើម្បីធ្វើការបិទយើងចាប់ដើមបើក app Telegram មកបាទបើកមកបន្តមកទៀតយើងស្វែងរកកន្លែងសញ្ញាត្រេ3នេះណាខាងលើគេហើយឆ្វេងដៃនេះណាបាទហ្នឹង highlight បន្ទាប់ពីចូលចឹងហើយយើងរកពាក្យថា setting បាទនេះ setting ណាបាទនេះខ្ញុំ highlight នេះណាយើងចុចចូលតែម្ដងបាទបន្ទាប់ទៀតយើង scroll ឡើងលើបន្តិចណាយើងរកពាក្យថាស្វែងរកពាក្យថា privacy and security នេះណាបាទបញ្ជាក់ណានេះខ្ញុំ highlight ឲ្យមើលបាទអញ្ចឹងចុចចូលតែម្ដងបាទបន្ទាប់ទៀតយើង scroll ឡើងលើបន្តិចណា scroll ឡើងលើយើងស្វែងរកពាក្យថា invite បាទ invite នេះបាទនេះណា invite អញ្ចឹងទេយើងចូលមកបាទចូលមកណាចុចចូលមកបន្តមកទៀតនេះdefault របស់វាគឺមក everybody ណា everybody អញ្ចឹងយើងបដូរទៅដាក់លើពាក្យថា nobody អញ្ចឹងអត់មាននរណាម្នាក់អាច invite យើងចូលទៅក្នុង channel ឬក៏ចូលទៅក្នុង Telegram គ្រប់ទេបាទណាបញ្ជាក់អញ្ចឹងបន្ទាប់ពីយើងធ្វើការ tick នៅលើពុំ nobody ហ្នឹងមកអញ្ចឹងយើងដាច់ខាតត្រូវតែចុច tick ឡើងនេះណាខ្ញុំនេះហើយណា highlight ហើយបាទវីដេអូហ្នឹងគឺវាប៉ុណ្ណឹងទេបាទសូមអរគុណជាចុងបញ្ចប់បងប្អូនអាចធ្វើការ comment សួរបន្ថែមឬក៏សរំពរឲ្យខាងយើងផលិតវីដេអូថ្មីបន្ថែមទៀតដែលពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាបាទសូមអរគុណ